ហើយក៏សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់កម្មវិធីផ្ទះបកាច់ហើយចឹងកម្មវិធីផ្ទះបកាច់យើងថ្ងៃនេះគឺថាមានតារាកិត្តិយសចំនួន2រូបបានចូលរួមចឹងណាគ្នាយើងហើយចឹងតារាកិត្តិយសយើងទី1គឺមានឈ្មោះថាពូម៉ា Gamer អ្នកគ្នាបានរហស្សនាមថាពូងោលដែលគាត់គឺជាបង្គោលក្រហមធ្លាប់ប្រកួត 20000 ដងចាញ់ 30000 ដងធ្លាប់ផ្ដួលគូប្រកួតឲ្យចាញ់ម្ដងដោយសារបបួលគេវាយលេងឆលែងកោតតងោលគេអត់ហ៊ានកោគេសុកចិត្តចាញ់ហើយចំណែកអ្នកទី2គឺមានឈ្មោះថាធីបដែលជាបង្គោលខៀវបាទធ្លាប់ប្រកួត 2000 ដងឈ្នះតាំង 2000 ដងបានផ្ដួលគូប្រកួតចំនួន 2000 នាក់ឲ្យចាញ់ទាំងអស់ដោយសារតែគេអត់ហ៊ានវាយគាត់ណាហើយចឹងឥឡូវកម្មវិធីយើងគឺបានចាប់ផ្ដើមឯអ្នកគ្នាបាទរវាងកញ្ញាធីបនិងពូម៉ាបាទហើយចឹងមុននឹងចូលទៅដល់កម្មវិធីរបស់យើងបើសិនតែអ្នកគ្នាមានតម្រូវការចង់ដាក់ពេជ្រ Game Mobile ឬក៏ Free Fire អ្នកគ្នាដាក់បាននៅខាងពួកយើងដែលមានឈ្មោះថាពូម៉ា KX ដែលលេង website ខ្ញុំដាក់នៅខាងក្រោម bio TikTok ចឹងឥឡូវគឺថាកម្មវិធីយើងគឺបានចាប់ផ្ដើមឯអ្នកគ្នាចឹងគូប្រកួតទាំងសងខាងគឺថាតាំងបង្គោលក្រហមបង្គោលខៀវគឺថាអាវពណ៌លឿងដូចគ្នាហើយឥឡូវយើងក៏លេងមកមើលបង្គោលក្រហមបាទគឺថាដើរទៅវិញទៅមកទៅដូចអត់ចេះលេងចឹងបាទគឺដោយសារតែគាត់អត់ចេះលេងមែនហើយយើងក៏លេងមកមើលបង្គោលខៀវគឺថាបង្គោលខៀវរឿងចេះលេងយើងអ្នកគ្នាបាទអូគឺថាបង្គោលខៀវគឺចេះអូ stack អូអីចឹងណាហើយចឹងមកសួរគណៈកម្មការឬក៏ MC សួរថាពីនឹងចាក់ខាងណាបាទខ្ញុំចាក់ខាងពូម៉ាហ្នឹងហើយបើមិនចាក់ខាងពូម៉ាចុងខែហ្នឹងបានអីស្អីបាទឥឡូវយើងបានឃើញថាបង្គោលខៀវគឺថាមានប្រៀបជាងបង្គោលក្រហមបាទចូលទៅដល់ហើយបាទផ្ទះបកាច់អូហូយបាទគឺថា C10 មកទៅហើយបាទគឺថាឡោបុកចូលទៅគោះមួយផ្ទះពីរកំភ្លៀងបកាច់ទៀតងាប់អញពូម៉ាអើយបាទគឺថាឡោចូលម្ដងទៀតហើយគោះមួយផ្ទះបកាច់ទៀតងាប់ពូម៉ាអើយចឹងបានងៅហ្នឹងមកឥឡូវយើងមកលេគាត់មើលម្ដងចឹងណាដើម្បីគាត់មើលថាប៉ាកេតូហ្នឹងគេលេអាម៉េចចឹងប៉ាកេតូលេត្រូវចេះអូ stack ចឹងណាគ្នាស្ពេឡងទៀតកូនអ្នកជាមើលផ្ទះពីរដៃដែរស្មាដៃវាយមកវាយមួយស្មាទល់មុខកើតទេឃើញអត់គេលេងចឹងនេះយើងតគាត់វាយសោះឈាមមិនតិចចឹងមកយើង flicker ចាយើងមើលយើង flicker យើងធ្វើចានេះជាមើលទៅឈាមមិនតិចចឹងនេះគាត់ផ្ទះបកាចាយស្អីគេគេតឲ្យទេនេះណោរត់ទៀតអោបាត់ដំបងបណ្ដោលចិត្តអើយអញអីគេមិញឡៃច្រៀងងាប់បាត់អូយតាមបតើខ្ញុំតឲ្យគាត់ណាដែលថាតែឃើញគាត់ជានារីខ្ញុំជាសុភាពបរោះចឹងខ្ញុំមិនវាយនារីទេអ្នកគ្នាចឹងណាអញតែណាគ្រាន់បែរជើងពូងៅដែរ 3-0 ពូងៅ